Susdayថ្ងៃនេះខ្ញុំទទួលបានអេក្រង់15 Pro Max បណ្ដើមបាទបញ្ហាបែកកញ្ចក់ហ្នឹងហើយបែកវាបែកចំកែងខាងលើនៅបងប្អូនខ្ញុំថតហ្នឹងវាមើលអត់ឃើញទេបងប្អូនវាអត់បែកខ្លាំងបើបែកខ្លាំងអាហ្នឹងយើងថតទៅមើលឃើញអានេះវាបែកតិចៗទេហើយខ្ញុំគាត់យកមកធ្វើការផ្លាស់ប្ដូរឡើងខ្ញុំហើយខ្ញុំក៏ចែកម្លែកទៅកាន់បងដែលគាត់ដៃថ្មីអីចឹងណាហើយនេះសម្រាប់បងមើលទៅគឺខ្ញុំជាយើងត្រូវតែប្រយ័ត្ន fail ហ្នឹងមែនតើព្រោះតែចូល fail យូរហើយបាទចូល fail យូរហើយទៅ fail បានចម្លើយទៀតសងទៅពេញទំហឹងហើយបាទហ្នឹងហើយហើយបងមើលខ្ញុំទៅហើយក្នុងការ Smart RCA នេះ Smart វាមួយទៅហ្នឹងហើយកុំឲ្យដៃធ្ងន់ពេកតែកាលណាដៃធ្ងន់វាវាយចំសាច់អេក្រង់វាអត់សូវល្អហ្នឹងហើយបងហ្នឹងហើយមើលខ្ញុំទៅហើយក្នុងការframe នេះតែកាលណាយើងជាមកវានៅសល់សាច់ frame រឿងខ្ពស់ដែរអញ្ចឹងបងព្យាយាមយកឡាមរឹងអញ្ចឹងទៅហើយជាតាមគីហ្នឹងហើយជាបងប្អូនត្រូវតែប្រយ័ត្នដែរព្រោះអាហ្នឹងវាអាចនឹងទៅជាចូលដៃបុកសាច់អេក្រង់ទៅបុកសាច់អេក្រង់នឹងខូចឲ្យជាប់ឬក៏បែកអញ្ចឹងទៅហ្នឹងខូចហើយក្នុងការសម្អាតនេះបងប្អូនថ្នមដៃតិចទៅបាទហ្នឹងហើយថ្នមដៃមើលខ្ញុំធ្វើទៅបងបាទហើយដល់យើងធ្វើការសម្អាតហើយយើងក៏ធ្វើការតេស្តតែព្រោះយើងត្រូវតែប្រយ័ត្នដែរបាទហ្នឹងហើយចង់វាថ្លៃហ៎បងថ្លៃហ្នឹងហើយខ្ញុំតែចេញប៉មប៉ុណ្ណេះមកនឹងអូខេបងវាលើវាអត់សូវបារម្ភភ័យអីទៀតទេហ្នឹងហើយព្រោះយើងតែឲ្យដំណាក់ការប៉ុណ្ណេះហើយមិនអីលុយទៀតបងប្អូនហ្នឹងហើយក្នុងការហ្នឹងយើងក៏ទៅសម្អាតមើលមែនតើអត់មកចាត់ព្រោះតែដីចូលហើយយើងត្រូវទៅធ្វើមួយសារទៀតទេអាហ្នឹងទៅវិញទៅមកយូរវាបងប្អូននឹងស្រាប់RCA ថ្មីវាអត់ដូច RCA ចាស់ទេ RCA ចាស់វាស្រួលជាស្រួលអីជាងអានោះវាធូរមែនតែវាស្អិតហ្នឹងពិបាកយើងហ្នឹងតាមស្រួលខូចរបស់គេទៀតជាងយើងត្រូវតែប្រយ័ត្នគ្រប់ជ្រុងជ្រោយទាំងអស់ហ្នឹងហើយក្នុងការតម្លាក់ហ្នឹងបងប្អូនដូចខ្ញុំនិយាយអញ្ចឹងតម្លាក់ស្មារតីហើយតែកាលណាយើងវាចវេបន្តិចអាចនឹងពពុះគៀនហើយពិសេសកន្លែងកាមេរ៉ាតែវាច្រើននឹងទូទៅដឹងតែពពុះហើយព្រោះវាអត់ឥឡូវនេះក៏4-10ថ្ងៃឬក៏4-5ថ្ងៃទៀតវាអាចនឹងឡើងពពុះវិញអញ្ចឹងបងប្អូនទៅធ្វើមិនធ្វើឲ្យស្អាតហ្នឹងហើយធ្វើឲ្យស្អាតទៅយើងការពារកុំឲ្យវាមកវិញហ្នឹងហើយដូចខ្ញុំនិយាយអញ្ចឹងព្រោះអាហ្នឹងយើងធ្វើទាំង frame យើងត្រូវតែប្រយ័ត្នឲ្យមែនតើអញ្ចឹងទៅពពុះមកវិញយូរការយើងទៀតហ្នឹងហើយភ្ញៀវអត់ល្អអញ្ចឹងទៅគាត់ទីខមមិនយើងហ្នឹងអញ្ចឹងយើងធ្វើអីមួយឲ្យស្អាតទៅវាចាញ់យើងត្រូវតែប្រយ័ត្នបងហ្នឹងហើយនេះដល់តែបន្តិចទៀតទេបើដាច់ទេបាទតែប៉ុណ្ណឹងហើយសម្រាប់ខ្ញុំបាទក្លិនលុយបាទតែបើក្លិនលុយនេះគេខ្ចីញ៉ាញ់ណាបាទនេះបងហើយយើងមកតេស្តមើលម្ដងទៀតទៅព្រោះយើងឲ្យមកចត់ហ្នឹងហើយព្រោះមិនលេងសើចទេព្រោះគាត់យកមកធ្វើនេះគាត់ក៏មានទំនុកចិត្តលើយើងដែរហើយគាត់ក៏បានស្គាល់អីចឹងទៅហ្នឹងហើយបាទនេះឃើញថាប៉ុណ្ណេះមកលុយបងហ្នឹងហើយកាប់ចូលមកហើយវាអត់មានបាក់អីសម្រាប់ខ្ញុំបាទអរគុណបងសម្រាប់ការទស្សនាវីដេអូនេះហើយបើមានវីដេអូក្រោយទៀតខ្ញុំនឹងបង្ហាញជូនបងទៀតពីច្រើនប្រភេទបែកហ្នឹងហើយខ្ញុំនឹងបង្ហាញបងទៀតបាទអរគុណបាយ